តាក់ទងទៅនឹងការគាំទ្ររបស់ចិនសំណួរទី3របស់លោកសារ៉ៃខ្ញុំគិតថាសាររបស់អាយដាមស៊ីជីនពីងដែលលោកប្រើពាក្យថាគាំទ្រការការពារអធិបតេយ្យនិងសន្តិសុខរបស់កម្ពុជាគឺមានន័យគ្រប់គ្រាន់អាចឲ្យបញ្ញវន្តទាំងឡាយអាចឲ្យអ្នកវិភាគទាំងឡាយអ្នកនយោបាយទាំងឡាយរាប់ទាំងប្រជាជនរបស់យើងក៏អាចយល់បានថាសារនេះមានអត្ថន័យបែបណាដែរខ្ញុំក៏ចង់បញ្ជាក់ថាវាបញ្ជាក់អំពីការរួមសុខទុក្ខជាមួយគ្នានៃមិត្តភាពដៃថែបដែលអាដាមស៊ីជីនពីងបានជំរាបសម្ដេចតេជោថាមិត្តភាពអាចឃើញមិត្តភាពល្អជាមួយគ្នាឬមិនល្អបានគឺក្នុងពេលដែលស្ថានភាពលំបាកបើស្រួលពិបាករកមិត្តល្អនៅក្នុងចំណុចនេះដែលខ្ញុំទាញការលើកឡើងរបស់អាយដាមស៊ីជីនពីងហើយខ្ញុំក៏លើកឡើងនៃការចាប់អារម្មណ៍របស់អាយដាមលីឈៀងនាយករដ្ឋមន្ត្រីចិនថាដោយលោករំលឹកអំពីព្រឹត្តិការណ៍នៅពេលដែលសម្ដេចតេជោបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំ2020ក្នុងពេលកូវីដដែលអាយដាមបានលើកឡើងថាទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនោះបានទាក់ទាញនៅសមានចិត្តនិងធ្វើឲ្យប្រជាជនចិនចាប់អារម្មណ៍យ៉ាងខ្លាំងដែលឆ្លុះបញ្ចាំងអំពីស្ថានភាពនៃទំនាក់ទំនងក្នុងគ្រប់កាលៈទេសៈទាំងអស់ដែលភាគីទាំងពីរនៅជាមួយគ្នាជឿជាក់គ្នាដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងចិន